ចឹងបងប្អូនយើងឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនយើងទៅមើលកន្លែងដ៏អស្ចារ្យមួយកន្លែងដែលខ្ញុំចូលទៅហើយគឺខ្ញុំព្រឺក្បាលហើយខ្ញុំគិតថាខ្ញុំអត់អាចព្រឺតែម្នាក់ឯងបានទេខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅឃើញទស្សនភាពជាក់ស្ដែងជាមួយនឹងខ្ញុំទាំងអស់គ្នានេះគ្រាន់តែឆ្លងផុតខ្លោងទ្វារកន្លែងនេះចូលមកទឹកដីកន្លែងនេះបងប្អូនយើងហើយបងប្អូនមើលមកផ្លែឃើញតែប្រហោងដែលថ្ងៃចេះចូលប៉ុន្តែមានដុំតូចត្មោងនោះគឺជាសត្វបជាវអូហើបងប្អូនឃើញអត់នោះត្មោងនោះនឹងត្មោងនឹងបាទជំរាបសួរបងប្អូនទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទ BA សុបកម្មខ្មែរកំពុងតែមានវត្តមាននៅក្នុងទឹកដីខេត្តដងមានជ័យបងប្អូនយើងនៅក្នុងតំបន់ប្រាសាទទីឆ្មាបងប្អូនយើងហើយបាទព្រោះដំណើរកាត់ទាំងទេប៉ុន្តែចង់ឲ្យបងប្អូនយើងស្គាល់កាន់តែច្រើនហើយចូលរួមមកប្រាសាទបងប្អូននៅប្រាសាទបានបងប្អូនយើងកុំចាំដល់បងកុំចាំដល់អ្វីពុះពេលយើងទៅតែស្ដាយក្រោយអត់ទេចង់បងប្អូនទាំងអស់គ្នាចូលរួមចំណែកតែនោះមិញហ្នឹងបងប្អូនយើងកន្លែងដែលខ្ញុំថតមិញណាបងប្អូនយើងតែទស្សនវិជ្ជាស្ដែងកន្លែងដែលពិសេសគឺនៅកណ្ដាលនេះទេខ្ញុំកំពុងតែធ្វើដំណើរទៅនេះបងប្អូនអូចាំដឹងទស្សនវិជ្ជាយ៉ាងណាបងប្អូនកុំតន់ទៅណាចាំមើលវីដេអូពេញតែចង់លើកស្ទួយបងប្អូនអើយកណ្ដាលថ្ងៃត្រង់នេះកណ្ដាលដល់ហើយតែទ្រាំនេះបងប្អូននេះបាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាទរៀបចំផ្ទាំងនេះបាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាទគម្រោងបាទបងប្អូនមើលតាមនោះនេះមានប្លង់អីផ្សេងតួប្រាសាទយ៉ាងណាយ៉ាងណីបងប្អូនមើលក្នុងប្លង់មើលបាទមានរូបច្រើនចង់សកម្មគុំខ្មែរយើងហើយកុំចាំដល់បាត់បង់ស្ដាយបងប្អូនយើងមកមើលទាំងអស់គ្នាហើយនេះបងប្អូនយើងចម្លាក់ខ្ញុំរៀបរាប់បាញ់មិញអាយុរាប់ពាន់ឆ្នាំហើយណាបងប្អូនយើងចម្លាក់មែនទេអាយុខ្មែរខ្ញុំហើយគុណខ្មែរគ្រប់រូបឃើញហើយទៅតែសែបាទទៅតែសែការសម្រាប់ថ្វាយអូនេះខាងក្នុងប្រាសាទនេះបងប្អូនយើងនេះបញ្ជាក់ឲ្យថាអញ្ចឹងទេនេះបានប្រាសាទតែដូចជាបាត់គម្រោងទុំទីដើមអស់ហើយបាទរស់រួយទៅតាមទីផ្សារស្ដែងហើយមិនដឹងជាប្រហែលម៉ឺនឆ្នាំទេបងប្អូនហើយហើយបងប្អូនឃើញស្ងាត់ឈឹងតែម្ដងអត់មានស្បីតែម្នាក់មកលេងមកមើលស្ងាត់ឈឹងបងប្អូនមើលមានគេមនុស្សម្នាក់មានចដើមមានដើរត្រឹមត្រូវចុះទៅទេប៉ុន្តែអត់មានមនុស្សមកលេងបងប្អូនឃើញអត់ទេបងប្អូនយើងនាំអារម្មណ៍បងប្អូនទៅមើលទស្សនវិជ្ជាស្ដែងនៅខាងក្នុងខេត្តអរគុណព្រោះនេះគឺគាត់នៅជាអញ្ចឹងខាងឯងបាទខាងក្នុងនោះបានកន្លែងសំខាន់ពីអីសំខាន់ខ្ញុំជម្រាបសួរបងប្អូនអរគុណខុសពីសំមួយដងដែលខ្ញុំតែងតែថតកន្លងទៅជឿឲ្យបងប្អូនយើងឃើញតែឥឡូវនេះគឺខ្ញុំកំពុងតែមានវត្តមាននៅក្នុងទឹកដីខេត្តឧត្តរមានជ័យឈិតនៅក្នុងប្រាសាទបន្ទាយឆ្មាប៉ុន្តែបងប្អូនយើងហើយអ្វីដែលខ្ញុំរំភើបបូកនឹងរំភើបបងប្អូនយើងដោយសារអីបាទនេះគឺមានភាពស្ងប់ស្ងាត់មែនតើណាបងប្អូនយើងហើយកន្លែងដែលអស្ចារ្យបែបនេះគឺមិនគួរណាស្ងប់ស្ងាត់មកលឹងទេអញ្ចឹងបងប្អូនយើងឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនយើងទៅមើលកន្លែងដ៏អស្ចារ្យកន្លែងដែលខ្ញុំចូលទៅហើយគឺខ្ញុំព្រឹសក្បាលហើយខ្ញុំគិតថាខ្ញុំអត់អាចព្រឺតែម្នាក់ឯងបានទេខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅឃើញទស្សនវិជ្ជាស្ដែងជាមួយនឹងខ្ញុំទាំងអស់គ្នានេះគាត់តែឆ្លងផុតខ្លោងទ្វារកន្លែងនេះចូលមកទឹកដីកន្លែងនេះពន្លឺគឺខុសគ្នាបូកនឹងអារម្មណ៍ក៏ខុសគ្នាហើយព្រឺសម្បល់គ្នាកាន់តែពិសេសគឺក៏លឹះនឹងពេលដែលមកដល់កន្លែងគ្រឿងសក្ការៈបូជាមានជាពៀនដែលកន្លែងបងប្អូនយើងតែងតែគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួនគឺកាន់តែព្រឺសម្បល់ឲ្យបងប្អូនក៏លេចទៅខាងលើអាយុបងប្អូនយើងបើរៀបរាប់អធិប្បាយតើរៀបរាប់បែបណាដើម្បីឲ្យស័ក្តិសមហើយបងប្អូនក៏លេចទៅមើលខាងនោះខាងឆ្វេងឯងចូលទៅក្នុងទៅអូបាទព្រឺសម្បល់ខ្ញាក់ហើយម្ដងកន្លែងនេះបញ្ចូលតែឯងហ៊ានចូលទេណាហើយកន្លែងខាងឆ្វេងព្រឺសម្បល់ខ្ញុំងុំទៅខាងស្ដាំកាមេរ៉ាមែនយើងបាទខាងស្ដាំអូបងប្អូនខ្ញុំនិយាយត្រង់បេះដូងឥឡូវកំពុងតែអត់ខ្លួនអូកន្លែងដែលអស្ចារ្យយ៉ាងនេះមិនសោកស្ងាត់អញ្ចឹងទេហើយស្ងាត់យ៉ាងនេះខ្ញុំក៏ហ៊ានចូលតែឯងបើមិនបានកាមេរ៉ាមែនចូលមកគឺខ្ញុំអត់ហ៊ានចូលទេព្រោះសិតតែបជាវសិតតែជ្រឹងនៅនេះហើយស្មានទោះប៉ុន្តែបច្ចៈបងប្អូនថាដូនតាបុព្វបុរសលោកមិនបានធ្វើអីយើងទេបាទរមីសាសិតតែថែរក្សាឃុំគ្រងប្រាសាទបន្ទាយឆ្មាស្ថិតនៅក្នុងទឹកដីខេត្តឧត្តរមានជ័យនេះគឺមិនធ្វើអីយើងទេបាទធ្វើអីតែមនុស្សដែលមានចរិតអាក្រក់បាទគំនិតអាក្រក់ទេប៉ុន្តែសម្រាប់មនុស្សល្អដូចយើងគឺបារមីបាទស័ក្តិសិទ្ធតែថែរក្សាឃុំគ្រងទឹកដីតំបន់នេះគឺលោកថែមទាំងជួយឲ្យយើងមានសុខភាពល្អបាទសមត្ថភាពបាទរាល់ការធ្វើដំណើរក្តីហើយក៏សូមប្រសិទ្ធពរជ័យជូនដល់បងប្អូនយើងដែលកំពុងតែមើលវីដេអូនេះប្រសិនបើមានបេះដូងជាខ្មែរជាពិសេសបងប្អូនអ្នកខេត្តឧត្តរមានជ័យគួរតែ share វីដេអូនេះមួយដើម្បីឲ្យតំបន់នេះដ៏អស្ចារ្យមួយនេះត្រូវបានឃើញទៅដល់គុំខ្មែរយើងហើយខ្ញុំសង្ឃឹមថាតំបន់នេះមិនស្ងាត់ចឹងទេសង្ឃឹមថានឹងមានភាពអ៊ូអរដើម្បីឲ្យបងប្អូនយើងមកលេងបានដឹងថាដូនតាបុព្វបុរសខ្មែរយើងគឺអស្ចារ្យណាស់បងប្អូនយើងខ្ញុំរៀបរាប់ទៅកាន់បងប្អូនយើងបានខ្លះប៉ុន្តែបងប្អូនប្រហែលជាធ្លាប់ឮហើយពាក្យមួយដែលគេនិយាយថាឮគេនិយាយ10 ដង 1000 ដងគឺមិនស្មានបានឃើញខ្លួនឯងម្ដងទេអាយបងប្អូនគួរខ្លួនចាស់ចំណាយមានភាពអស្ចារ្យមានភាពអូណាមកមែនទេអាយបាទមកទោះកូនចៅបាទកន្លែងនេះរដូវអីគេហ្នឹងបាទខ្ញុំអត់ដឹងប្រវត្តិទេប្រកាសជាមានអីដែលស័ក្តិសិទ្ធិតំណាងឲ្យទិសទាំង4ក៏ទិសទាំង8អីហើយបងប្អូនយើងសូមអធិស្ឋានមកខាងនេះព្រោះទីអ្នកទេពីខាងនេះមានន័យថាខ្ញុំបានស្រាត់បាយខាងនោះហើយខ្ញុំអត់គ្រោងទុកទេអត់មានបានបងប្អូនហើយខ្ញុំថ្វាយអង្គមសុខហើយបានខ្ញុំមកកាត់ចូលកន្លែងហ្នឹងបងប្អូនកន្លែងនេះមានរឿងគួរឲ្យព្រឺសម្បុរបងប្អូនហើយមិនដឹងថាខុសមាត់ខុសកឬក៏យ៉ាងណាទេតួអស័ព្ទដែលថតទាំងពីរគ្រឿងគឺអាលុតផ្លឹបទាំងពីរតែម្ដងអូយបងប្អូនហើយអារម្មណ៍មួយនេះគឺព្រឺសម្បុរខ្ញាក់បាទព្រឺសម្បុរយ៉ាងម៉េចនៅពេលដែលខ្ញុំចោះចូលមកស្បន់បែបអញ្ចេះពធัวហើយអាយដូនតាបុព្វបុរសខ្ញុំហើយតើលោកពូកែអីយ៉ាងហ្នឹងស្មាទោះមកតែឯងចេះគឺព្រឺសម្បុរខ្ញាក់មានបជាវមាន
ច្រឹងអីយំលឺជ្រិចជ្រិចតែអត់ឃើញទេប៉ុន្តែលឺតែយំល្ងឹតណាបងប្អូនយើងមិនដឹងជាផ្លូវធ្លីដល់ណាដល់ណីទេហើយអាយុបងប្អូនយើងខ្ញុំកំពុងតែធ្វើដំណើរត្រឡប់ទៅកន្លែងចតរថយន្តវិញហើយបងប្អូនយើងហើយពេញប៉ុន្តែទៅទាំងអាឡ័យទៅទាំងស្ដាយហើយក៏ចង់សំណូមពរឲ្យបងប្អូនកូនខ្មែរយើងកុំដាច់ចិត្តអូរំដងវីដេអូនេះអូតំបន់នេះគឺជាតំបន់ទេសចរដែលអាចចូលរួមចំណែកក្នុងការជួយ share វីដេអូនេះឲ្យកូនខ្មែរយើងបានស្គាល់តំបន់នេះបងប្អូនយើងដើម្បីឲ្យកូនខ្មែរយើងបានដឹងថាអូកន្លែងនេះគឺជាកន្លែងប្រាសាទខ្មែរយើងឲ្យគាត់ចូលរួមចំណែកក្នុងការជួយមកលេងដើម្បីឲ្យមានភាពអ៊ូអរព្រោះឥឡូវនេះតែឯងគត់បងប្អូនតែឯងគត់អត់ដឹងថារៀបរាប់បែបម៉េចនេះហើយកន្លែងនេះស្រស់ស្អាតណាស់បងប្អូនមិនសមណាស្ងប់ស្ងាត់ដល់ម្លឹងទេអញ្ចឹងសូមឲ្យកូនខ្មែរយើងទាំងអស់គ្នាជួយ share វីដេអូនេះណាដើម្បីឲ្យតំបន់ទេសចរនេះកុំស្ងប់ស្ងាត់សង្ឃឹមថាតំបន់ទេសចរនេះនឹងមានភាពអ៊ូអរជាងនេះបាទអរគុណអូមួយទៀតបងប្អូនយើងបាទកុំភ្លេចចូលរួមចំណែកក្នុងការជួយគ្រប់គ្រងហាង BA សិប្បកម្មខ្មែរផងណាបងប្អូនណាប្រសិនបើមានតម្រូវការពាក់ព័ន្ធជាមួយនឹងគ្រឿងសង្ក្រាន្តចូលឆ្នាំខ្មែរបងប្អូនយើងព្រោះខ្ញុំបានមានវត្តមានមកផ្សព្វផ្សាយប្រាសាទក៏ដូចជាតំបន់ទេសចរក៏ដោយសារតែជាការចូលរួមចំណែកក៏ដូចជាបានសាំងពីខាងសិប្បកម្មនឹងឯងអស្រងក្រពុំក្រមុំចិញ្ចាំដូចវិញទៅមួយគេ